គួរតែបន្តរាប់អានគ្នាទៀតឬក៏ចប់ត្រឹមហ្នឹងប្រសិនបើមិត្តភក្តិរបស់អ្នកទាំងអស់គ្នាយករបស់សល់ឲ្យអ្នកទាំងអស់គ្នាញ៉ាំនេះគឺជាប្រយោគដែលខ្ញុំតែឃើញថ្មីៗតាក់ទងជាមួយនឹង special guest ខ្ញុំម្នាក់ដែលគាត់បានចូលរួមជាមួយនឹង Mimo Show អ្វីដែលកាន់តែពិសេសគឺគាត់បានពំនាំជាមួយនឹងទាំងអាជីពការងាររបស់គាត់មិនថាជាអាជីវកម្មរបស់គាត់រាល់ថ្ងៃក៏ដូចជាពាក្យលើកទឹកចិត្តជាច្រើននៅក្នុង show របស់ខ្ញុំតតែម្ដងលើសពីនោះទៅទៀតក៏ពួកយើងជាមានជាមួយនឹង game high challenge អ្វីដែលអ្នកនរគ្នាគួរតែតន្ទឹងរង់ចាំហើយនឹងមើលមួយ show របស់ខ្ញុំមួយនេះខ្ញុំអាចនិយាយថាវាជា platform មួយដែលថ្មីប្លែកហើយក៏ជា concept មួយដែលខ្ញុំពិតជាសម្រិតសម្រាំងមែនទែនក្នុងការផលិតវាចេញមកហើយជាការបោះទុនវិនិយោគថ្មីរបស់ខ្ញុំមួយទៀតដែរដែលខ្ញុំកំពុងតែរៀបចំនឹងធ្វើដំណើរមួយនេះទៅឲ្យបានកាន់តែឆ្ងាយប្រសិនបើអ្នកទាំងអស់គ្នាចង់ទស្សនាជាមួយនឹង show របស់យើងផ្ទាល់កុំភ្លេចថ្ងៃទី30ម៉ោង7ល្ងាចទៅគឺពួកយើងនឹង stream ឲ្យអ្នកនរគ្នាបានទស្សនាជាមួយនឹង Mimo Show អ្នកនរគ្នានឹងដឹងថាគាត់បកស្រាយយ៉ាងណាហើយនៅក្នុង Mimo Show កុំភ្លេចតាមដានទាំងអស់គ្នា like share គឺជាកម្លាំងចិត្តអ្នកនរគ្នាធ្វើឲ្យខ្ញុំដើរកាន់តែបានឆ្ងាយទៀតបាយបាយ